ខ្ញុំកណាសូមក្រាបថ្វាយបង្គំថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នៅកិច្ចព្រមព្រៀងជាមួយនឹងភាគីថៃបន្ទាប់ពីភាគីថៃបានស្នើសុំលើកពេលកិច្ចប្រជុំពិសេសរបស់គណៈកម្មការខណ្ឌសីមាព្រំដែនគោក JBC ជាលើកទី2ដោយសុំពន្យាពេលរហូតទៅដល់ការបោះឆ្នោតសភានៅដើមខែកុម្ភៈខាងមុខភាគីកម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានដាក់សំណើសារជាថ្មីទៅកាន់ភាគីថៃតាមរយៈកំណត់ទូតចុះថ្ងៃទី13ខែមករាឆ្នាំ2026ដើម្បីទី1ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ Joint Survey Team នៃភាគីទាំងពីរចុះលើដីជាក់ស្ដែងឡើងវិញដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42និង47និងបង្គោលលេខ52 59នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះថ្ងៃ19ដល់23ខែមករាឆ្នាំ2026ទី2ស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្ដែងនៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃ26ដល់ថ្ងៃទី30ខែមករាឆ្នាំ2026ដើម្បីសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន15តាមគំរូដើមបង្គោលចំនួនបារាំងនៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នាការចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីចុះបន្តធ្វើការងារលើដីជាក់ស្ដែងនេះគឺធ្វើឡើងស្របតាមនីតិវិធីនិងបែបបទការងារដែលបានឯកភាពគ្នានិងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជាថៃចុះថ្ងៃ22ខែតុលាឆ្នាំ2025នៅខេត្តចន្ទបុរីប្រទេសថៃសំណើលើកទី3របស់កម្ពុជាទៅកាន់ភាគីថៃគឺពាក់ព័ន្ធទៅនឹងក្រុមការងារបច្ចេកទេសដែលអាចដំណើរការងារបានជាធម្មតាបើទោះបីជាថៃស្ថិតក្នុងដំណាក់កាលនៃរដ្ឋាភិបាលចាំផ្ទះក៏ដោយដោយដែលនាយករដ្ឋមន្ត្រីថៃធ្លាប់បានបញ្ជាក់រួចហើយកាលពីពេលថ្មីនេះសូមរំលឹកជូនឡើងវិញថាសេចក្តីប្រកាសរួមចុះថ្ងៃ27ខែធ្នូឆ្នាំ2025ត្រង់ចំណុច3បានចែងថាភាគីទាំងពីរបានឯកភាពគ្នាថារាល់កិច្ចព្រមព្រៀងតាមសេចក្តីប្រកាសរួមនេះគឺមិនត្រូវធ្វើឲ្យប៉ះពាល់ទៅដល់ខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរបានឯកភាពគ្នាប្រគល់តួនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននៅសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថាគឺនៅក្នុងស្មារតីគោរពសេចក្តីប្រកាសរួមដែលបានឯកភាពគ្នានិងចង់បានសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែននេះហើយទើបបានជាភាគីកម្ពុជាបានដាក់សំណើជាបន្តបន្ទាប់ទៅកាន់ភាគីថៃដើម្បីអនុវត្តការវាស់វែងកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឲ្យបានឆាប់រហ័សនិងជាក់លាក់ដោយអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិកម្ពុជាមានឆន្ទៈយ៉ាងមោះមុតក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយគោរពតាមកិច្ចព្រមព្រៀងយ៉ាងស្មោះត្រង់បំផុតនិងការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីយ៉ាងផ្ដួលផ្ដាច់បំផុតរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងសេនាធិការទាំងអស់របស់រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មនិងឥតឈប់ឈរដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយត្រឹមត្រូវយុត្តិធម៌ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមចុះថ្ងៃ27ខែធ្នូឆ្នាំ2025ក៏ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពូចុះថ្ងៃ26ខែតុលាឆ្នាំ2025រួមទាំងឯកសារកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នាកាលពីពេលកន្លងទៅសូមបញ្ជាក់ជូនសារជាថ្មីថា
រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់នៅក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយនេះគឺជាជំហរឥតប្រែប្រួលនិងមិនអាចធ្វើសម្បទានបានសូមអរគុណសម្ដេច Excellency ladies and gentlemen good morning after the request by Thai side to postpone for the second time the special meeting of the Joint Boundary Commission JBC for reason of finalizing of its internal procedures required to appoint a new composition of the JBC Thai side after the formation of a new Thai cabinet following the general election in early February. The Cambodian side has once again requested the Thai side through a diplomatic note dated 13 January 2026 as follows. 1. Request to dispatch the joint survey team of both sides to resume the work of the joint survey and emplacement of the temporary markers on the terrains at the boundary segment between boundary pillar 42 to 47 and 52 to 59 on any suitable date between 19 and 23rd January 2026. 2. Request to dispatch the joint survey team of both sides on the terrain from any suitable date between 26 and 30 January 2026 to replace 15 boundary pillars with both sides agreed on the location of their original location and specification. The dispatch of the joint survey team on the terrain to continue the field work in carry out in full compliance with the agreed procedures and technical instruction and in line with the substance of the agreed minutes of the special meeting of the Cambodia-Thailand Joint Boundary Commission JBC dated 22nd October 2025 in Chanthaburi province. During a caretaker period, the working level team are still continuing their tasks, as the Prime Minister Thailand stated recently and quoted by Nation Thailand. The point 3 of the joint statement of December 27, 2025 stated that both sides agree that all arrangements under this joint statement are without prejudice to the border demarcation and international boundary between the two countries. Both sides agree to refer the Joint Boundary Commission to resume at the earliest the survey and demarcation works in accordance with existing agreement between the two countries to achieve lasting peace along the border. The Royal Government spokesperson would like to inform the Cambodian people that it is in the spirit of respecting the agreement and desiring lasting peace along the border that Cambodia has submitted a series of requests to the Thai side to continue to demarcate the border between the two countries at the earliest in accordance with convention, treaty, and international law. The spokesperson for the Royal Government of Cambodia would like to reiterate that the Royal Government of Cambodia maintains a firm position in safeguarding the Cambodia-Thailand international boundary as inherited from the Commission of the limitation of the boundary between Indochina and Siam in full respect of international law principles, the principle of intangibility of frontier, uti positive juris, the Franco-Siamese Convention and Treaty, the map and procedure of the Commission of the abandonment of the boundary between Indochina and Siam,
as well as the relevant agreement and document mutually agreed upon by both parties. Cambodia reiterated that it will not recognize any alteration of the boundary line resulting from the use of force. Thank you for your attention. បាទកម្មវិធីយើងបានដល់ចប់តែប៉ុណ្ណេះខ្ញុំបាទសូមអរគុណនិងសូមគោរពលា